បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងមានដំណឹងថ្មីមួយទៀតណាបងប្អូនបាទនៅរាជធានីភ្នំពេញការដ្ឋានសំណង់មួយបានបុកគ្រឹះកាយដីនិងចាក់ថ្មដើម្បីសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈបណ្ដាលឲ្យរង្គើដល់ផ្ទះច្រើនខ្នងនៅជុំវិញនោះរយៈពេល1ខែមកហើយមិនខ្វល់ពីផលប៉ះពាល់ដល់អ្នកជិតខាងឡើយទីបំផុតដោយធន់នឹងកម្លាំងរង្គើនោះមិនបានក៏បានធ្វើឲ្យផ្ទះថ្មមួយល្វែងកម្ពស់2ជាន់រលើងគ្រឹះបាក់សសរស្រុតចូលទៅក្នុងប្រឡាយទឹករងការបាក់ប្រេះខូចខាតទាំងស្រុងប៉ុន្តែផ្ទះនេះមិនបានដួលរលំបាក់បែកខ្ទេចខ្ទីជាបំណែកតែម្ដងនោះទេគឺនៅឈរដដែលនិងបានផ្អៀងមួយជំហៀងទៀតផងហើយក៏បានបណ្ដាលឲ្យស្ត្រីជាម្ចាស់ផ្ទះម្នាក់ដែលជាជនពិការផងចំណាយផ្ទះ2ខ្នងទៀតរងការប្រេះស្រាំខូចខាត50%ផងដែរបន្ទាប់ពីឃើញបែបនេះក្រុមអ្នកបុកគ្រឹះខាងលើក៏បានប្រមូលសម្ភារៈដាក់រថយន្តរួចបើកកិច្ចបាត់អស់នៅសល់តែ Escator មួយគ្រឿងព្យាយាមបើកកិច្ចចេញដែរប៉ុន្តែត្រូវបានម្ចាស់ផ្ទះខាត់បុកប្រគល់ឲ្យសមត្ថកិច្ចដើម្បីដោះស្រាយគ្នាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 9:30 នាទីព្រឹកនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025ហើយផ្ទះនោះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមរ371ក្បែរស្ថានីយ៍បូមទឹកបឹងទំពុនភូមិមុលសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញផ្ទះទី1ប្រភេទសំណង់ផ្ទះល្វែងទំហំ30 ម៉ែត្រគុណនឹង18 ម៉ែត្រស្រុតចូលប្រឡាយនិងរងការខូចខាតទាំងស្រុងដែលមានម្ចាស់ផ្ទះឈ្មោះអេងវណ្ណៈភេទស្រីអាយុ52ឆ្នាំមានសមាជិកគ្រួសារចំនួន5នាក់ផ្ទះទី2ប្រភេទសំណង់ថ្មក្រោមឈើលើទំហំ7 ម៉ែត្រគុណនឹង14 ម៉ែត្រប្រេះស្រាំរងការខូចខាតអស់50%ដែលមានម្ចាស់ផ្ទះឈ្មោះហេងសម្បត្តិភេទប្រុសអាយុ52ឆ្នាំមានសមាជិកគ្រួសារចំនួន5នាក់ផ្ទះទី3ប្រភេទសំណង់ថ្មក្រោមឈើលើទំហំ6គុណនឹង14 ម៉ែត្រប្រេះស្រាំរងការខូចខាត50%ដែលម្ចាស់ផ្ទះមានឈ្មោះថាអូមសុផាតភេទប្រុសអាយុ53ឆ្នាំមានសមាជិកគ្រួសារចំនួន4នាក់និងម្ចាស់ផ្ទះទាំង3ខ្នងខាងលើនោះបាននិយាយថាការដ្ឋានសំណង់មួយនោះមានស្លាកយីហោអ្វីទាំងអស់ពុំដឹងថាជារបស់បុគ្គលឬក្រុមហ៊ុនណាមួយនោះទេគ្រាន់តែគេដឹងថាសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈហើយបានដាក់គ្រឿងចាក់កាយដីចាក់ថ្មនិងបុកគ្រឹះរយៈពេល1ខែកន្លះមកហើយទៅពេលបុកគ្រឹះម្ដងបានធ្វើឲ្យញ័ររង្គើផ្ទះទាំងអស់ដែលស្ថិតនៅជុំវិញនោះពេលដេកពួនមិនបានទេហើយក៏បានធ្វើឲ្យពួកគាត់មានការព្រួយបារម្ភភ័យខ្លាចរាល់ថ្ងៃតែម្ដងគិតថានៅថ្ងៃណាមួយនឹងបាក់ស្រុតផ្ទះមិនខានទេពួកគាត់បាននិយាយបន្តទៀតថាពួកគាត់ស្គាល់ម្ចាស់ដីហើយបានទៅប្រាប់អំពីបញ្ហានេះតែប៉ុន្តែម្ចាស់ដីបានប្រាប់ឲ្យវិញថាគាត់បានជួលដីនេះឲ្យអ្នកផ្សេងហើយបន្ទាប់មកពួកគាត់បានប្រាប់ក្រុមអ្នកបុកគ្រឹះថាពេលបុកគ្រឹះធ្វើឲ្យផ្ទះរបស់ពួកគាត់រង្គើដេកអត់បានទេថ្ងៃណាមួយនឹងរលំហើយពេលនោះក្រុមអ្នកបុកគ្រឹះនោះហាក់មិនបានខ្វល់ខ្វាយពីសុវត្ថិភាពពួកគាត់ឡើយនឹងឆ្លើយតបជាមួយនឹងពួកគាត់វិញថាគេជួលមកខ្ញុំធ្វើដូច្នេះខ្ញុំធ្វើតាមបញ្ជាគេទេហើយក្តីព្រួយបារម្ភនឹងការនឹកគិតរំពៃពីគ្រោះថ្នាក់នោះពេលនេះបានคล้ายទៅជាការពិតមែនដល់ឡែកស្ត្រីម្ចាស់ផ្ទះល្វែងដែលបានស្រុតចូលក្នុងប្រឡាយនោះបានប្រាប់ឲ្យដឹងទៀតថានៅវេលាព្រឹកនៅថ្ងៃកើតហេតុការដ្ឋានសំណង់ខាងលើបានបន្តបុកគ្រឹះដោយរាល់ថ្ងៃទៀតហើយបានធ្វើឲ្យម្ចាស់ផ្ទះរង្គើយ៉ាងនឹងញាប់ញ័រយ៉ាងខ្លាំងខណៈនោះនៅក្នុងផ្ទះមានសមាជិកគ្រួសារចំនួន5នាក់ដោយអ្នកខ្លះអង្គុយក្នុងផ្ទះនិងអ្នកខ្លះទៀតកំពុងនៅបន្ទប់ផ្ទះបាយស្រាប់តែស្រុតចូលទៅក្នុងប្រឡាយបណ្ដាលឲ្យរងការខូចខាតទាំងស្រុងហើយពួកគាត់ខ្លះក៏បានធ្លាក់ចូលក្នុងទឹកស្ទើរតែលង់ទឹកស្លាប់ថែមទៀតផងប៉ុន្តែសំណាងហើយដែលផ្ទះមិនបានបាក់រលំបណ្ដាលឲ្យពួកគាត់បានស្លាប់
គាត់បានបញ្ជាក់ប្រាប់ទៀតថាពេលឃើញបែបនេះក្រុមអ្នកបុកគ្រឹះខាងលើក៏ឈប់បុករួចប្រញាប់ប្រញាល់ប្រមូលសម្ភារៈដាក់លើរថយន្តនិងដឹកម៉ាស៊ីនបុកគ្រឹះខ្នាតធំបាក់កិច្ចរត់បាត់ស្រមោលអស់ហើយនៅសល់តែ Excavator មួយគ្រឿងព្យាយាមបាក់កិច្ចចេញដែរប៉ុន្តែត្រូវបានពួកគាត់ខកទុកប្រគល់ឲ្យសមត្ថកិច្ចដើម្បីឲ្យម្ចាស់ការដ្ឋាននិងអ្នកបុកគ្រឹះចេញមកដោះស្រាយគ្នាក្រោយពេលកើតហេតុអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមពិនិត្យមើលជាក់ស្ដែងនិងត្រៀមជួយសង្គ្រោះម្ចាស់ផ្ទះក្នុងករណីកប់ក្នុងគំនរបាក់បែកប៉ុន្តែពេលនោះគ្មានអ្នកណារងគ្រោះធ្ងន់ទេដោយសារតែផ្ទះគ្រាន់តែបាក់ស្រុតរលំមន្ត្រីសាលាខណ្ឌដង្កោបាននិយាយថាទីតាំងនោះសាងសង់ស្ថានីយ៍ប្រេងឥន្ធនៈប៉ុន្តែមិនទាន់សុំច្បាប់សាងសង់បាននៅឡើយទេបែរជាម្ចាស់លួចធ្វើការសាងសង់ទាំងគ្មានច្បាប់ហើយបង្កបញ្ហាបែបនេះទៀតចំណែកនគរបាលដែលចុះទៅកាន់ទីនោះតែបានប្រាប់ថាមូលហេតុដែលនាំឲ្យមានការស្រុតផ្ទះខាងលើគឺដោយសារតែការដ្ឋានសំណង់ស្ថានីយ៍ប្រេងឥន្ធនៈនោះមិនចំណែកនគរបាលចុះទៅកាន់ទីនោះដែរប្រាប់ថាមូលហេតុដែលនាំឲ្យមានការបាក់ស្រុតខាងលើនោះគឺដោយសារតែការដ្ឋានសំណង់ស្ថានីយ៍ប្រេងឥន្ធនៈនោះមិនត្រឹមតែបុកគ្រោះទេប៉ុន្តែបានយកគ្រឿងចាក់កាយដីនិងចាក់ថ្មបណ្ដាលឲ្យបាក់ធ្នឹមនិងគ្រឹះសសរផ្ទះនោះទៅស្រុតចូលទៅប្រឡាយតែម្ដងក្រោយពេលកើតហេតុកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយហើយពេលកើតហេតុកងកម្លាំងប្រតិបត្តិការរុករកនិងសង្គ្រោះមហន្តរាយ711កងពលតូចលេខ70បានជួយបញ្ជូនសម្ភារៈក្នុងផ្ទះដែលបានបាក់ស្រុតចូលប្រឡាយខាងលើ